សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកជួបជាមួយខ្ញុំបាទទៀតហើយចុងភៅដៃថ្មីថ្ងៃនេះជាមួយនឹងស្ងោជ្រក់ពោះកូវបងប្អូនជីវិតនៃចុងភៅមានថ្ងៃណាក៏ថ្ងៃធ្វើម្ហូបដែរបងប្អូនហើយមួយថ្ងៃទល់មួយថ្ងៃនេះពោះគោទឹកប្រហុកនេះអានេះយើងអាចធ្វើទឹកប្រហុកផងហើយក៏ធ្វើជាស្ងោជ្រក់ផងបានដែរចឹងបងប្អូនហើយពោះគោយើងយកមកលាងឲ្យស្អាតមកបងប្អូនយើងស្ងោរជាមួយទឹកក្តៅយើងបងប្អូនពុះខ្លាំងមកយើងដាក់ស្ងោរវាហើយយើងយកទៅលាងអញ្ចឹងណាពុកម៉ែបងប្អូនពោះគោទឹកផកនេះវាលក្ខណៈថាយើងអាចបុកជាមួយនឹងទឹកជ្រលក់មានន័យថាទឹកជ្រលក់ប្រហុកហ្នឹងបងប្អូនយើងត្រៀមជាមួយនេះគ្រឿងបុកទឹកជ្រលក់យើងមានខ្ទឹមអមខ្ទឹមសក្រូចឆ្មាហើយជាមួយនឹងគល់ក្រៃបងប្អូនយើងហាន់វាឲ្យស្អាតចឹងមកបងប្អូនយើងហាន់ជាមួយនឹងគល់ក្រៃស្ដើងបងប្អូនហើយវាមិនជាពិបាកទេបងប្អូនមើលវីដេអូនេះក៏បងប្អូនអាចធ្វើបានចំពោះមុខម្ហូបនេះគឺវាហៅថាសម្លក្រៅឆ្នាំងជាមួយនឹងពោះគោទឹកប្រហុកបាន2មុខណាបងប្អូនហើយយើងធ្វើបែបនេះដូចខ្ញុំនេះវាបាន2មុខចឹងបើសិនជានៅក្នុងគ្រួសារយើងបើមានអ្នកអត់ចូលចិត្តហូបជាមួយនឹងសម្លច្រៅឆ្នាំងយើងក៏ហូបជាមួយនឹងពោះគោទឹកប្រហុកព្រោះយើងធ្វើទឹកត្រីប្រហុកទឹកជ្រលក់យើងវាបាន2យ៉ាងអញ្ចឹងបងប្អូនគ្រាន់តែហាន់គល់ក្រីម្ទេសស្លឹកក្រូចមកបងប្អូនហាន់ខ្ទឹមសខ្ទឹមក្រហមម្ទេសអីចឹងហើយមុខហូបមុខនេះដែរគឺយើងអាចធ្វើជាមួយនឹងស្លឹកជីបងប្អូននេះគ្រឿងផ្សំរបស់យើងនេះយើងយកជាមួយជីក្រហមទីវ៉ាន់ស៊ុយហ្នឹងវារត់តែជាតិឲ្យបងប្អូនឈ្ងុយបងប្អូនហើយបងប្អូនត្រៀមមកឲ្យស្អាតមកបងប្អូននេះហាន់ជាមួយនឹងម្ទេសប្រាំងបងប្អូនយើងដាក់មួយចំណិតចឹងបងប្អូនហើយយើងហាន់ក្រូចឆ្មាឲ្យវាស្អាតចឹងមកហាន់ក្រូចឆ្មាយើងហាន់ចំហៀងមកបងប្អូនហើយដើម្បីឲ្យយើងចម្រិចយកទឹកវាមកវាចេញទឹកបានល្អចឹងបងប្អូនហើយមុខម្ហូបនេះដែរវាអាចថាក្លែមជាញ៉ាំបាយក៏បានដែរពុកម៉ែបងប្អូនចូលចិត្តអីក៏បងប្អូនធ្វើទៅណាហើយចំពោះខ្ញុំថ្ងៃនេះមិនបានក្លែមទេដោយសារតាយើងវាអត់សូវស្រួលយើងអត់សូវហ៊ានដាក់ចឹងបងប្អូនហើយដល់មួយយើងចាប់ដើមលាយទឹកប្រហុកបងប្អូនទឹកប្រហុកគល់ក្រៃហ្នឹងហើយយើងលាងបងប្អូនហើយយើងជាមួយដាក់គល់ក្រៃម្ទេសស្លឹកក្រូចដូចគ្នាទៅដើម្បីឲ្យវាមានរសជាតិអេមបន្តិចណាព្រោះនេះហៅរសជាតិដិតបងប្អូននេះអានេះយើងដាក់ទឹកក្តៅបងប្អូនហើយទឹកក្តៅវាពុះខ្លាំងយើងដាក់ជាមួយនឹងទឹកប្រហុកមកលាយវាកូយើងដាក់ប៊ីចេងស្ករបងប្អូនវាអត់ជាពិបាកទេបងប្អូនអើយនេះចរាល់ថ្ងៃមិនដឹងថាធ្វើអីហូបមានតែធ្វើបែបនេះហើយយើងក៏ធ្វើបែបណាងាយហើយយើងមានពេលវេលាតិចបងប្អូនចំពោះពេលល្ងាចចឹងបងប្អូនហ្នឹងហើយបងប្អូនយើងដាក់មួយភីភាដែរបងប្អូនមិនភ្លេចទេទឹកប្រហុកនេះតែអត់ភីភាអត់ជាតិទេបងប្អូនហើយម្ហូបយើងរួចរាល់ហើយបងប្អូនហើយយើងមកហាន់ពោះគោនេះមកពោះគោที่យើងហាន់ស្អាតចឹងមកបងប្អូនមកយើងដាក់មកនេះចាក់ទឹកក្តៅយើងដាំមកស្អាតបងប្អូនដាំមកស្អាតមកទឹកក្តៅថ្មីនេះយើងដាំឲ្យស្អាតដើម្បីទឹកវាផ្សេងណាបងប្អូនយើងកុំយកទឹកក្តៅដែលយើងស្ងោរពោះយើងយកទឹកក្តៅយើងដាំថ្មីចឹងឲ្យវាមានរសជាតិអេមមកថែមថយនេះគេហៅថាសម្លក្រៅឆ្នាំងយើងដាក់ជាមួយនឹងគ្រឿងក្រៅយើងមកយើងថែមជាមួយនឹងទឹកជ្រលក់យើងទៅកើតបាត់ហើយបងប្អូនហើយថែមថយក្រូចឆ្មាទៅវាអេមបាត់ហើយបងប្អូនហ្នឹងហើយបងប្អូនសង្ឃឹមថាជួយ like ជួយ share ម្នាក់មួយបងប្អូនដើម្បីឲ្យបានខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តអារម្មណ៍នៅពេលរាត្រីនៅសម្រាប់ពីកិច្ចការងារផ្សេងអញ្ចឹងក៏សូមជាអរគុណដំណើរគុណដល់ពុកម៉ែបងប្អូនដែលជួយនិយមគ្រប់គ្រងនៅទឹកដៃនិងវីដេអូរបស់ខ្ញុំអរគុណ